ន្យារៀបការនឹងបងតែពីងសម្បត្តិនួនល្អវាសុទ្ធតែគ្មានប្រយោជន៍ស្បត់នៅមុខកោបំផ្លាញបេះដូងឲ្យខ្លោចដួងចិត្តរលីអាសោខ្មោចស្លាប់គ្មានថ្ងៃធំក្លិនកាលលើនៅរស់គាត់រៀបរាប់ប្រាប់អាចារ្យដឹងដល់អ្នកផ្លូវចៅមហារៀបការមិនមែនសូបិនតែពេលយើងធំវាដូចជាសៀងនាងស្ពិនអ្នកថ្មីចូលមកវគ្គវិនហើយហិនខ្ទេចអស់សន្យាធ្វើឲ្យបងស្រង់ទាំងភ្នែកក្នុងទ្រូងបងស្ទើរបែកបាត់បង់បង្គោលគ្រួសារយំលើកទីពីរបងយំព្រោះតែស្នេហាម៉ែគាត់ដើរមកគូស្មានឹកអីម៉ែទៅកូនយំជូចត់យំប្រាប់ខ្មោចចាប់ពីថ្ងៃនេះតទៅកូនដែលធ្លាប់សុំគុំកូនកំឡោះគេអ្នកថ្មីមិនមែនជាខ្ញុំខ្មាស់អងញាតមិនអ្នកភូដែលគិតថាហើភៀវកាយំលើកទីពីរបងយំព្រោះតែស្នេហាម៉ែគាត់ដើរមកគូស្មានឹកអីម៉ែទៅកូនយំបានត្រឹមរៀបរាប់ជូចត់យំប្រាប់ខ្មោចចាប់ពីថ្ងៃនេះតទៅកូនដែលធ្លាប់សុំគុំកូនកំឡោះគេអ្នកថ្មីមិនមែនជាខ្ញុំខ្មាស់អងញាតមិនអ្នកភូដែលគិតថាហើភៀវកា